Đấy,អ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សំឡេងរន្ធត់ថ្ងៃនេះ Admin ចេញម្ដងទៀតហើយយប់ទី7 Admin មានរឿងនិទានរន្ធត់មួយចង់ចែកជូនអ្នកស្ដាប់ទាំងអស់គ្នានេះគឺជាសាច់រឿងលម្អិតបែបអក្សរសិល្ប៍រន្ធត់បង្កប់ដោយភាពកំសត់ខ្លោចចិត្តដែលរៀបរាប់ពីអនុភាពនៃក្តីស្រឡាញ់របស់ម្ដាយទោះស្លាប់ទៅក៏វិញ្ញាណនៅតែមិនទៅណាដើម្បីរងចាំកូនត្រឡប់មកវិញរឿងនេះកើតឡើងលើគ្រួសារមួយដែលមានជីវភាពលំបាកណាស់មុននឹងចូលសាច់រឿង Admin សូមឲ្យប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាមេត្តាចុច Like Share និង Subscribe ម្នាក់មួយផងតោះទៅស្ដាប់រឿងទាំងអស់គ្នាតើរន្ធត់កំសត់យ៉ាងណារឿងនេះមានចំណងជើងថាប្រលឹងម្ដាយចាំកូនរឿងនេះកើតឡើងនៅលើគ្រួសារមួយដែលមានម្ដាយម្នាក់និងកូនប្រុសម្នាក់កាលពីឆ្នាំ2002នៅខេត្តកំពង់ស្ពឺនៅភូមិមួយដែលនៅឆ្ងាយពីគេជិះពីទីរួមខេត្តទៅឆ្ងាយជិតដល់ជើងភ្នំមួយបានដល់ផ្ទះចាស់រឿងបងសាជាតិជាកូនតែមួយគត់នៅក្នុងគ្រួសារដែលមានរស់នៅជាមួយម្ដាយដែលគាត់ឈ្មោះថាលោកយាយមុំចំណែកឪពុកគាត់បានស្លាប់ចាក់ចោលគាត់តាំងពីក្មេងម្ល៉េះដោយសារឪពុកគាត់ស្លាប់ដោយសារជំងឺជីវភាពគ្រួសាររបស់គាត់មានភាពលំបាកណាស់បងសាជាតិរៀនផងស៊ីស្នួលដកដំឡូងគេផងនិយាយទៅរកព្រឹកហូបព្រឹករកថ្ងៃហូបថ្ងៃរកល្ងាចហូបល្ងាចបានតែមករស់តែប៉ុណ្ណោះបងសាជាតិបានប្រឡងមកដប់ជាប់ក្នុងឆ្នាំ2002គាត់សប្បាយចិត្តខ្លាំងណាស់គាត់បានរត់ទៅប្រាប់ម្ដាយគាត់យាយមុំដែលជាម្ដាយគាត់លឺហើយសប្បាយចិត្តណាស់ពេលឃើញកូនប្រឡងជាប់ហើយគាត់បាននិយាយថាបើឪពុកឯងនៅរស់មិនដឹងគាត់សប្បាយចិត្តយ៉ាងណាទេថ្ងៃមួយបងសាជាតិបានសម្រេចចិត្តសុំម្ដាយចាក់ចេញទៅធ្វើការនៅភ្នំពេញក្រែងបានការងារល្អធ្វើធូរធារជាងមុនលោកយាយមុំក៏សម្រេចចិត្តឲ្យបងសាជាតិចេញធ្វើការដើម្បីជីវភាពបងសាជាតិបានទៅធ្វើការនៅកន្លែងមួយនៅទីក្រុងភ្នំពេញកាលនោះគាត់ធ្វើការបានមួយខែគាត់មកលេងម្ដាយម្ដងហើយយកមកទាំងអង្គត្រីងៀតម្ហូបអាហារច្រើនមកផ្ញើម្ដាយដើម្បីទុកឲ្យគាត់ពិសានៅពេលដែលគាត់នៅមានលុយខ្លះទុកជូនគាត់ទៀតរយៈពេល1ឆ្នាំក្រោយគាត់រវល់ហើយគាត់មិនឲ្យរុំទៅមេគាត់គឺឲ្យឈប់បណ្ដោយគាត់ថាធ្វើមិនត្រូវធ្វើការហើយបានឲ្យទៅផ្ទះអញ្ចឹងគាត់ក៏បានមកលេងផ្ទះម្ដងទៀតហើយគាត់បានមកហ្នឹងក៏បានជួបម្ដាយជួបអីគាត់ហើយគាត់ក៏បានហៅលោកមេភូមិមកដល់ផ្ទះគាត់ហើយគាត់បាននិយាយផ្ដាំផ្ញើលោកមេភូមិហ្នឹងឲ្យជួយមើលថែម្ដាយគាត់ផងដោយសារអីគាត់ឥឡូវរវល់មេគាត់ឲ្យជប់ទេមេគាត់ថាធ្វើការហើយបានឲ្យមកផ្ទះហើយការងារគេបង្ខំធ្វើហើយគាត់ក៏បានប្រាប់ទៅម្ដាយគាត់និយាយមកដែរថាឲ្យម៉ែជួយថែទាំសុខភាពផងខ្ញុំធ្វើការធ្ងន់ពេកហើយរបស់គាត់បានទិញមកច្រើនណាស់ហូបអាហារច្រើនទុកឲ្យគាត់ហូបហើយមួយខែគាត់នឹងផ្ញើម្ដងបងជាតិថាគាត់ប្រហែលជាមិនសូវបានមកលេងផ្ទះដូចមុនទៀតទេព្រោះការងារគាត់ឥឡូវច្រើនណាស់ហើយគាត់បានថាការងារចុងឆ្នាំចប់គាត់មកផ្ទះវិញគាត់នឹងធ្វើផ្ទះថ្មីជូនម្ដាយគាត់ជូនលោកយាយមុំណាហើយលោកយាយមុំគាត់មានអារម្មណ៍ថាដល់លឺហើយគាត់ក្តុកក្តួលអារម្មណ៍គាត់ចង់យំតិចអីតិចតែគាត់ទប់អារម្មណ៍ហើយគាត់បានប្រាប់លោកបងជាតិវិញថាគាត់ឯងកំធ្វើតការទៅម៉ែនឹងមើលផ្ទះម៉ែនៅចាំផ្ទះម៉ែចាំកូនមកលេងបើទេរបស់កូនផ្ញើមកហ្នឹងច្រើនណាស់ម៉ែហូបអស់ទេគាត់ឯងទុកហូបនៅកន្លែងធ្វើការខ្លះទៅហើយបងជាតិក៏ប្រាប់ទៅម្ដាយគាត់វិញថាបើទេម៉ែនៅកន្លែងធ្វើការហ្នឹងគេធ្វើបាយហូប3ពេលចឹងអត់ខ្វះម្ហូបទេហើយពេលនោះបងជាតិគាត់បានលាម្ដាយគាត់លាលោកមេភូមិហ្នឹងមកធ្វើការភ្នំពេញវិញតាមធម្មតាហើយរាល់ខែគាត់បានផ្ញើម្ហូបជូនម្ដាយគាត់ជារៀងរាល់ខែតាមបងតាក់ស៊ីហ្នឹងអញ្ចឹងអស់រយៈពេល6ខែក្រោយដល់ថ្ងៃមួយបងជាតិគាត់តាក់ទងលោកមេភូមិអត់បានសោះអ្នកទាំងអស់គ្នាដឹងហើយថានៅជនបទពិបាករឿងសេវាណាជំនាន់មុនមិនដូចទលំលេដូចឥឡូវទេអត់តោះមានបកគោអង្គតែនដូចឥឡូវទេអញ្ចឹងសេវាគឺពិបាកតាក់ទងនេះមែនតើគាត់
ពេលនោះគាត់ក៏សម្រេចចិត្តរៀបចំឲ្យបាយអវ៉ាន់ពេលធ្វើការងារចប់គាត់មកផ្ទះវិញទាំងយប់មកគាត់មានអារម្មណ៍ថាគាត់នឹងទៅត្រូវមកផ្ទះវិញទាំងយប់ហើយពេលហ្នឹងគាត់បានជិះឡានមកផ្ទះវិញតាមផ្លូវអ្វីដែលចម្លែកនោះគឺមានគោលាន់ក្រហមពេញមេឃហើយមេឃភ្លៀងទៀតភ្លៀងខ្លាំងទៀតបងសុជាតិបើកឡានមកទាំងដណ្ដប់ទៅដួកាត់ផ្លូវលំចូលក្នុងផ្ទះគាត់ឆ្ងាយហ៎ចឹងឆ្ពោះទៅផ្ទះរបស់គាត់ហ្នឹងហើយបញ្ជាក់ជូនប្រិមិត្តផងដែរកន្លែងហ្នឹងចែគាត់បានចាក់ចេញពីផ្ទះទៅធ្វើការនៅភ្នំពេញហ្នឹងអស់រយៈពេល6ខែហើយដល់6ខែហ្នឹងគាត់មិនបានមកលេងម្ដាយគាត់សំបីម្ដងប៉ុន្តែយប់ហ្នឹងចិត្តគាត់ទើងខុសធម្មតាពាក់ព័ន្ធជាមួយនឹងគាត់តេទៅលោកមេភូមិអត់ចូលផងទៅមកគាត់ក៏បានតេទៅបងតាក់ស៊ីហ្នឹងបងតាក់ស៊ីផ្ញើអីវ៉ាន់រាល់ខែបន្ទាប់មកបងតាក់ស៊ីហ្នឹងក៏ទទួលគាត់ក៏បានប្រាប់ទៅបងសុជាតិហ្នឹងថាខែមុនហ្នឹងគាត់យកអីវ៉ាន់ដែលគាត់ផ្ញើមកឲ្យម្ដាយគាត់លោកយាយមុំហ្នឹងគាត់បានជួបម្ដាយគាត់ហើយម្ដាយគាត់ហ្នឹងកំពុងធ្លាក់ខ្លួនឈឺទៀតហើយបងតាក់ស៊ីហ្នឹងគាត់រវល់ភ្ញៀវពេកគាត់ភ្លេចប្រាប់ទៅបងសុជាតិហើយពេលហ្នឹងបងសុជាតិនិយាយច្រើនណាស់បងជាតិបិទទូរស័ព្ទបណ្ដោយហើយក៏គាត់រៀបចំឲ្យបាយអវ៉ាន់ហ្នឹងចេញមកបណ្ដោយទៅហើយរឿងបន្តហ្នឹងគឺពេលដែលគាត់មកដល់ផ្ទះពេលដែលបងសុជាតិទៅដល់ផ្ទះណាគាត់ឃើញផ្ទះទាំងមូលមានភាពស្ងាត់ងំតែមានភ្លើងទៀនមួយភ្លឺផ្លុងចេញពីលើផ្ទះមកគាត់ក៏បានដើរឡើងទៅលើផ្ទះហើយបងសុជាតិបានរុញទ្វារចូលទាំងដងលូតញាប់ហើយគាត់បាននិយាយថាម៉ែកូនមកវិញហើយគាត់ឃើញម្ដាយគាត់ហ្នឹងអង្គុយលើខែឈើហើយបាយខ្នងដាក់គាត់ហើយឃើញនឹងគាត់ឃើញមិនអត់អ្នកនរគ្នាគាត់ឃើញម្ដាយគាត់ហ្នឹងកាន់កៅអៅគាត់កាលពីក្មេងនឹងអែលពេលនោះគាត់សំណោះគាត់ឡោះឡាយម្ដាយគាត់ណាគាត់ទុកដែរគាត់ចោលរយៈពេល6ខែហើយមានទូរស័ព្ទតាក់ទងគ្នាមកវិញណាពេលនោះគាត់ឃើញហើយគាត់ក៏ស្ទុះទៅអោបម្ដាយគាត់ប៉ុន្តែអ្នកនរគ្នាដឹងមិនអត់ខ្លួនប្រាណបងម្ដាយគាត់ទៅជាក់ស្រេបទៅកកអញ្ចឹងហើយពេលហ្នឹងលោកយាយមុំក៏ងាកមកញញឹមតិចតែកៅភ្នែកគាត់មើលទៅស្លាប់ដូចគាត់អត់បានសម្រានទេណាប៉ុន្តែមើលកៅភ្នែកគាត់ពោពេញដោយការនឹកអឡោះអាឡៃកូនខានជួបកូនយូរហើយពេលហ្នឹងលោកយាយមុំក៏គាត់និយាយថាកូនទៅវិញហើយអីម៉ែនឹកកូនណាម៉ែដាំបាយចាំកូននោះចាំម៉ែលើកបាយឲ្យហើយយប់ហ្នឹងកុំទៅណានៅមួយម៉ែណាហើយពេលហ្នឹងយប់កាន់តែជ្រៅហើយរឿងបានកាត់ដើរលើគាត់ហើយពេលហ្នឹងបងសុជាតិថាមានក្លិនស្អុយមួយចាប់ដើមភីចេញក្នុងផ្ទះហើយបងសុជាតិមានអារម្មណ៍ថាចម្លែកផ្លោះហើយគាត់គិតទៀតថាអីម្ដាយគាត់ដើរនៅលើផ្ទះហ្នឹងដើរជន់ក្តារអត់ឮសំឡេងសម្រាប់ជើងអញ្ចឹងធម្មតាក្តារផ្ទះឈើមិនដាក់ក្តារនៀបដល់ពេលដែលមេឃត្រជាក់ជន់លិចក្រែកក្រោកតែនេះអត់ឮសោះហើយរាល់ពេលដែលម្ដាយគាត់និយាយជាមួយគាត់គាត់ថាមានសំឡេងខ្ទោចេញក្នុងទ្រូងម្ដាយគាត់ដូចនិយាយអត់ឮចេញតាមមាត់អញ្ចឹងហើយពេលហ្នឹងលោកយាយមុំហ្នឹងម្ដាយរបស់គាត់ក៏បានចុះទៅក្រោមរួចចូលផ្ទះបាយទៅលើកម្ហូបឲ្យកូនពេលហ្នឹងណាហើយដល់ក៏លើកឡើងមកហើយមានថាសមួយក្នុងហ្នឹងមានចានស្លចានបាយអញ្ចឹងណាហើយគាត់ថាកូនហូបទៅនេះម្ដាយធ្វើឲ្យកូនដាំបាយម្ហូបហើយម្ហូបរបស់កូនចូលចិត្តហើយពេលហ្នឹងបងសុជាតិក៏មើលក្នុងថាសឃើញចានហើយនៅក្នុងចានហ្នឹងអ្នកអត់ដឹងអីអត់ក្នុងចានហ្នឹងគឺសុទ្ធតែតកៅហើយសាច់ស្អុយដល់ថាយូរហើយបងសុជាតិឃើញហើយគាត់លក្ខណៈថាគាត់មានគិតអីទេគាត់មើលមុខទៅលោកយាយមុំហើយគាត់ចាប់ដើមយំហ្មងគាត់និយាយថាម៉ែជឿខ្លាំងដល់ថ្នាក់វែងណាម៉ែអូពេលហ្នឹងគាត់អត់មានគិតអីទេហើយគាត់អោបម៉ែគាត់ហើយពេលហ្នឹងលោកយាយមុំអត់មានឆ្លើយទាំងអស់គាត់ញឹមហើយគាត់យកដៃទៅស្គមស្បែកដុកឆ្អឹងហ្នឹងណាយកមកអែក្បាលកូនហើយសឹបថាកូនមិនទៅចោលម៉ែទៀតអីនៅជាមួយម៉ែរហូតណាកូនណាអ្នកទាំងអស់គ្នាដឹងមិនអត់ពេលនោះស្រាប់តែមានខ្យល់មួយបក់ទៀនដែលផ្លុងភ្លឺដែលគាត់ឃើញហ្នឹងឃើញពីក្រៅមកឃើញភ្លឺពីក្នុងផ្ទះហ្នឹងគាត់រត់បាត់ហើយសំឡេងឆ្កែព្រុសលូយ៉ាងវែងជុំវិញផ្ទះគាត់ហើយបងសុជាតិពេលហ្នឹងទៀនរត់ទៅមិនងឹតគាត់ក៏ដកទូរស័ព្ទទាញមកបើកភ្លើងពិលហើយគាត់បានប្រវាយមកចំមុខម្ដាយគាត់អ្នកទាំងអស់គ្នាដឹងមិនអត់ពេលនោះគាត់ភ័យចង់ស្ទះចង់កែបេះដូងហ្មងគាត់ប្រចាំងទៅផ្ទៃមុខចំកណ្ដាលមុខ
ម្ដាយគាត់លោកយាយមុំបានឃើញមួយចំហៀងរបស់គាត់ហ្នឹងលួយធ្លាក់សាច់ចេញពីគ្នាឃើញធ្មេញស្នេញមកហើយភ្នែកមកខាងលៀនចេញក្រៅហើយសម្លឹងមើលបងជាតិឃើញហើយភ័យខ្លាំងគាត់រត់ចេញពីផ្ទះហើយក៏ឃើញភ្លើងចន្លោះមួយហើយគាត់ក៏រត់ឲ្យគេជួយដល់ពេលរត់ទៅដល់អ្នកដែលកាន់ភ្លើងចន្លោះហ្នឹងគេគឺលោកមេភូមិហើយលោកមេភូមិឃើញបងជាតិហ្នឹងក៏ភ្ញាក់ព្រឺតហើយគាត់ក៏សួរបងជាតិថាជាไรមកពីណាចុះឯងមានដឹងអត់ថាលោកយាយមុំដែរហ្នឹងគាត់ស្លាប់7ថ្ងៃមុនមកម្លេះពេលបងជាតិឮសលេងឮដែលលោកមេភូមិប្រាប់ចឹងហើយគាត់ទុករងស្មារតីដែរគាត់ដួលស្លាប់តែមកបដ ாய் ពេលនោះអ្នកទាំងអស់គ្នាដឹងមែនអត់លោកមេភូមិក៏បានគ្រាគាត់យកមកដាក់ផ្ទះលោកមេភូមិហើយដល់ពេលនោះបងជាតិគាត់ក៏បានដឹងខ្លួនឡើងវិញហើយពេលនោះលោកមេភូមិបានប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទៅបងជាតិហើយរឿងរ៉ាវហ្នឹងចេះគាត់និយាយថាលោកយាយមុំហ្នឹងគាត់បានស្លាប់ដោយសារជំងឺពេលគាត់ទៅផ្ទះលោកយាយមុំហ្នឹងគាត់បានស្រែកហៅលោកយាយមុំប៉ុន្តែគ្មានសម្លេងឆ្លើយរបស់លោកយាយមុំមកទេគាត់ក៏សម្រេចចិត្តឡើងទៅលើផ្ទះបើកទ្វារមើលហើយអ្វីដែលគាត់ឃើញដុតឃើញណាអ្នកនរដឹងមែនអត់គាត់ឃើញលោកយាយគាត់គេស្លាប់នៅលើគ្រែបាត់ទៅហើយនៅក្នុងដៃគាត់នឹងគឺកាន់រូបថតបងសុជាតិជាប់ហើយពេលហ្នឹងគាត់ក៏បានឆោឡោហៅអ្នកភូមិមកចឹងទៅហើយគាត់ក៏សម្រេចចិត្តថាអត់បូជាទេសពហ្នឹងគាត់ក៏យកទៅកប់យកទៅបញ្ចុះនៅខាងក្រោយផ្ទះហើយសាកសពរបស់គាត់ហ្នឹងគេរកឃើញមក7ថ្ងៃហើយឡើងធំក្លិនបាត់ហើយ7ថ្ងៃដែលមុនជាតិមកដល់ហ្នឹងបន្ទាប់ពីថ្ងៃបញ្ចុះហ្នឹងមកមានរឿងកើតឡើងរឿងចម្លែកកើតឡើងហើយអ្វីដែលចម្លែកនោះគឺវិញ្ញាណរបស់គាត់នឹងមិនព្រមចេញពីផ្ទះឡើយអ្នកភូមិឮសំឡេងគាត់ស្រែកហៅបងសុជាតិរាល់យប់ស្រែកហៅទៅហៅមិនអត់កូនសុជាតិកូនអើយម៉ែចាំកូនកាលណាកូនមកដល់ហើយធ្វើអ្នកភូមិភ័យពេលហ្នឹងហើយអ្នកភូមិក៏សម្រេចចិត្តទៅរកលោកតានៅវត្តឲ្យជួយមើលតើហេតុអីបានជាលោកយាយក៏អប់រំប្រចាំជាតិហើយលោកតាក៏ប្រាប់អ្នកភូមិវិញថាមិនអីទេកុំភ័យអីគាត់ថាលោកយាយគាត់អប់រំទៅចាប់ជាតិនឹងដោយសារអីគាត់នៅវល់នឹងដោយសារគាត់ខ្លាចកូនគាត់ត្រឡប់មកផ្ទះវិញរកគាត់អត់ឃើញអត់មានបាយហូបចឹងហើយបានគាត់អប់រំទៅចាប់ជាតិទេហើយអ្នកភូមិដល់ពេលឮចឹងហើយអ្នកភូមិលែងខ្លាចអ្នកភូមិបាយទៅជាអាណិតគាត់វិញពេលនោះអ្នកភូមិក៏នាំគ្នាថ្វាយអង្គមរៀបលាលោកឪនោះត្រឡប់មកផ្ទះរៀងខ្លួនវិញហើយយប់បន្តមកលែងឮសំឡេងលោកយាយមិនដឹងថាមកពីអីហើយពេលនោះបងជាតិគាត់ក៏បានដឹងរឿងនោះអស់ហើយគាត់ក៏រត់ត្រឡប់មកផ្ទះវិញទាំងទឹកភ្នែកហ្មងគាត់លែងខ្លាចខ្មោចម្ដាយទៀតហើយពេលហ្នឹងគាត់រត់មកលុតជង្គង់មុខក្រែម្ដាយគាត់ហ្នឹងដែលក្រែគាត់ឡើងមកត្បូងឃើញម្ដាយគាត់អង្គុយបាយក្នុងដាក់គាត់ហ្នឹងអង្គុយលុតជង្គង់ហើយយំហើយនិយាយថាម៉ែកូនខុសហើយកូនមករម៉ែវិញហើយស្រាប់តែពេលនោះមានខ្យល់ត្រជាក់មួយបោកមកកាត់ខ្លួនគាត់មកហើយក៏លេចរូបញៀនលោកយាយមុំញៀនលោកយាយមុំនឹងឈរនៅមុខគាត់ហ្មងប៉ុន្តែរូបរាងគាត់ហ្នឹងចេញមកស្អាតបាតដោយការគាត់នៅរស់ចឹងហើយគាត់ញញឹមដាក់វងជាតិប៉ុន្តែញញឹមនឹងមានទឹកភ្នែកហូរមកតាមទៀតហើយគាត់និយាយស្រាលទៅដាក់វងជាតិថាកូនមកដល់ផ្ទះហើយម៉ែអស់ចិត្តហើយផ្ទះនេះម៉ែទុកឲ្យកូនមើលថែខ្លួនផងណាកុំធ្វើការហត់ពេកហើយពេលនោះរូបភាពញៀនរបស់លោកយាយចាប់ដើមលៀងតិចដងគាត់បាត់ទៅពេលនោះបងជាតិព្យាយាមចាប់ដៃម្ដាយតែចាប់អត់បានហើយគាត់ក៏កលេចទៅឃើញនៅលើគ្រែហ្នឹងមានទៀនម្ដើមហ្នឹងចិត្តរលាយអស់ហើយក៏រលត់បាត់ទៅពេលហ្នឹងគាត់ក៏នឹកឃើញថាអូនេះហើយជាវិញ្ញាណសញ្ញាដែលថាវិញ្ញាណម្ដាយគាត់ហ្នឹងនៅរងចាំគាត់ដល់វិនាទីចុងក្រោយដើម្បីជួបកូនហើយចុងក្រោយគឺអត់មានអីទេគឺនៅសេសសល់ត្រឹមតែអនុស្សាវរីយ៍ហើយបើនិយាយទៅបងជាតិគាត់ថាដូចសុបិនចឹងប៉ុន្តែមិនសុបិននេះគឺជួបស្រស់ហ្មងហើយគាត់លែងខ្លាចវិញ្ញាណម្ដាយគាត់ទៀតហើយមេភូមិហើយអ្នកភូមិក៏រត់មករងជាតិនៅពេញក្រុមផ្ទះហើយមេភូមិក៏ឡើងលើផ្ទះឃើញជាតិកំពុងយំអោបក្រែហ្នឹងហើយក៏គាត់និយាយប្រាប់ជាតិទៅឲ្យកាត់ចិត្តកាត់អីចឹងទៅណាហើយស្អែកគឺព្រឹកបន្ទាប់បងតាជាតិ
បានសម្រេចចិត្តឲ្យអ្នកភូមិហ្នឹងមកទាំងអស់ជួយគាត់សពដែរគាត់ហ្នឹងយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តក្រោយពិធីបុណ្យចប់សពគ្រប់បងសុជាតិគាត់ក៏សម្រេចចិត្តមិនត្រឡប់ធ្វើការក្នុងពេញវិញទេគាត់ក៏ជួសជុលផ្ទះហ្នឹងឡើងវិញគាត់គិតដល់ពេលដែលគាត់និយាយថាគាត់ចប់ឆ្នាំគាត់មកវិញធ្វើផ្ទះថ្មីជូនម្ដាយគាត់អញ្ចឹងគាត់នឹកឃើញគាត់មកក៏គាត់ធ្វើផ្ទះហ្នឹងឡើងវិញហើយរាល់យប់ថ្ងៃសិលគាត់តែងតែអុជទៀនមួយដើមនៅមាត់ប្រអួតមកដើម្បីជាកិច្ចរំលឹកដល់ដួងវិញ្ញាណរបស់ម្ដាយគាត់ហ្នឹងណាដែលបានលះបង់គ្រប់យ៉ាងសូម្បីតែស្លាប់ទៅក៏នៅតែបារម្ភពីកូនដែរហើយបងសុជាតិបាននៅផ្ទះនោះពេលដែលធ្វើរួចគាត់នៅផ្ទះហ្នឹងប្រកបមុខរបរក្នុងភូមិនឹងរហូតមកហើយរឿងហ្នឹងក៏ចប់ទៅនឹងទៅហើយរឿងនេះចង់អប់រំថាកុំទុកឲ្យអ្នកមានគុណរងចាំយើងដល់ដង្ហើមចុងក្រោយក្តីស្រឡាញ់របស់ម្ដាយគឺលឺពីអ្វីៗទាំងអស់តែការឈឺចាប់របស់គាត់គាត់អត់ចង់ឃើញកូនលំបាកទេអត់ចង់ឃើញកូននឿយទេគាត់ចង់ឃើញកូននោះមានលំនៅមានជំរកត្រឹមត្រូវរកស៊ីមានបានអញ្ចឹងណាអញ្ចឹងរឿងហ្នឹងក៏ចង់អប់រំអញ្ចឹងហើយរឿងនេះមានប៉ុណ្្នឹងទេសូមអរគុណដល់អ្នកស្ដាប់ទាំងអស់គ្នាហើយជាចុងក្រោយសូមមេត្តាជួយចុច like share និង subscribe ម្នាក់មួយផងដើម្បីលើកទឹកចិត្តដល់ admin ជួបគ្នារឿងរន្ធត់ថ្មីមួយទៀតនៅក្នុង channel សម្លេងរន្ធត់លងយប់ទី8សូមអរគុណ